សូមលំអរកាយគោរពនឹងជិនវិសួរប្រិមត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីដែលកំពុងតាមដានរាល់ការផ្សាយរបស់ស្ថានីយទូទាំងអប្សរាប៉ុស្តិ៍លេខ11នៅក្នុងគណៈពេលវេលានេះកម្មវិធីផ្ទះលេខ11ក៏បានចូលខ្លួនមកបម្រើអារម្មណ៍របស់លោកស្រីនាងកញ្ញាចាតាមពេលវេលានឹងម៉ោងដដែលរាប់ទាំងទស្សនីយភាពនៅក្នុងកម្មវិធីផ្ទះលេខ11គឺជាភាពប្លែកនិងពិសេសប្រកបដោយភាពអស្ចារ្យសម្រាប់លោកស្រីនាងកញ្ញាប្រកាសជាទទួលអារម្មណ៍ថានៅក្នុងកម្មវិធីផ្ទះលេខ11គឺបង្ហាញចាពីសមត្ថភាពពិសេសរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជានៅទូទាំងពិភពលោកផងដែរតាមរយៈវីដេអូឃ្លីបឥឡូវនេះកម្មវិធីរបស់យើងអាចដំណើរការទៅបានអាស្រ័យមានការចូលរួមឧបត្ថម្ភពីបណ្ដាក្រុមហ៊ុននិងផលិតផលមួយចំនួនដែលមានដូចជាយើងក៏បានការជួយឧបត្ថម្ភពីបន្ទប់ពិនិត្យពិគ្រោះព្យាបាលរោគច្រមុះហែលលោកអ្នកដែលឧស្សាហ៍ឈឺក្បាលតាំងច្រមុះឧស្សាហ៍ផ្ដាសាយនិងកណ្ដាស់ជាដើមសូមប្រញាប់រុះរាន់មកពិគ្រោះនិងព្យាបាលនៅបន្ទប់ពិនិត្យពិគ្រោះព្យាបាលរោគច្រមុះហែលការព្យាបាលមិនវះកាត់មិនដុតឡើយដាក់ថ្នាំរយៈពេល20នាទីគ្មានហើមគ្មានឈាមលោកអ្នកអាចប្រកបកិច្ចការងារជាធម្មតាអាសយដ្ឋានផ្ទះលេខ Z62 ផ្លូវគោលទល់មុខច្រកចូលចំណុចរថយន្តក្រោមដីផ្សារសវណ្ណារាជធានីភ្នំពេញទូរស័ព្ទលេខ016 861 568 017 226 388ឱសថបុរាណសញ្ញាកូនភ្លោះលោកអ្នកការយូរឆ្នាំហើយគ្មានកូនសូមប្រើឱសថបុរាណសញ្ញាកូនភ្លោះអាសយដ្ឋានទី1ផ្លូវ2004រាជធានីភ្នំពេញអាសយដ្ឋានទី2ខាងកើតផ្សារបាងកកខេត្តកំពង់ចាមអាសយដ្ឋានទី3នៅទល់មុខស៊ីតេនសាំងប្រលានយន្តហោះពោធិ៍ចិនតុងទូរស័ព្ទលេខ012 29 89 26 097 29 229 ឱសថបុរាណសញ្ញាខ្លាឃ្មុំផ្សំថ្នាំដោយលោកគ្រូលីប៊ុនរិទ្ធពូកែស័ក្តិសិទ្ធិព្យាបាលជំងឺគ្រប់មុខពិសេសជំងឺទីកទឹកឲ្យឆាប់ជាសះស្បើយផ្ទះលេខ134ផ្លូវលេខ130គុតខាងកើតផ្សារធំថ្មីត្រង់ទៅមាត់ទន្លេទូរស័ព្ទលេខ067 9 0909ចាចង់ដឹងថានៅក្នុងសប្តាហ៍នេះក្រុមការងារជាមួយលោកសុកសំណាងតើនាំអារម្មណ៍របស់លោកអ្នកទៅជួបនឹងអ្វីប៉ុន្តែកម្មវិធីរបស់យើងក៏សូមថ្លែងអំណរគុណចំពោះប្រិមិត្តនិងមិត្តភ័ក្តិមួយចំនួនដែលតែងតែផ្ដល់តាវីដេអូឃ្លីបមកកាន់កម្មវិធីរបស់យើងហើយនាងខ្ញុំក៏សូមជម្រាបផងដែរថាវីដេអូឃ្លីបទាំងអស់ដែលកម្មវិធីរបស់យើងអាចចាក់ផ្សាយជូនទៅបាននោះទោះតែជាវីដេអូឃ្លីបមិនមែនជាកម្មសិទ្ធិបញ្ញាឬក៏ជាការហាមឃាត់របស់អ្នកដទៃឡើយចាឥឡូវនេះកុំឲ្យលោកអ្នកទន្ទឹងរង់ចាំយូរតាមដានទស្សនាជាមួយនឹងក្រុមការងាររបស់យើងបាទប្រិមត្តទស្សនិកជនដែលកំពុងទស្សនាកម្មវិធីផ្ទះលេខ1ក្រោយពីយើងខ្ញុំបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ2ពីរាជធានីភ្នំពេញទៅទឹកដីនៃខេត្តតាកែវឥឡូវនេះបានមកដល់កន្លែងលក់ភេសជ្ជៈដែលកន្លែងលក់ភេសជ្ជៈហ្នឹងគឺឃើញដាក់ឈ្មោះតែម្ដងបាទលោកនាងកញ្ញាប្រិមត្តទស្សនិកជនគឺបាទតាជែកលក់ភេសជ្ជៈគ្រប់មុខបាទលោកនាងកញ្ញាប្រិមត្តទស្សនិកជនដែលកំពុងទស្សនាកម្មវិធីផ្ទះលេខ1លោកនាងប្រកាសជាមិនភ្លេចទេថាតាជែកគាត់គឺជាតារាកំប្លែងមួយរូបដែលលោកនាងតែងតែស្គាល់នៅក្នុងប្រជាជាតិកម្ពុជាអញ្ចឹងយើងទៅជួបគាត់តិចចាំមើលគាត់មានលក់ដូរអ្វីខ្លះបាទសូមជ័យបាទបាយណាពូបាទអ្នកលក់ណាអ្នកលក់នេះណាបាទអូមានសួរពូបាទសុខសប្បាយអូមានលក់ដូរអីខ្លះបាទថ្ងៃនេះបាទបាទមានភេសជ្ជៈទឹកសុទ្ធមានខាបាវគូជួលបកាគ្រប់សពមានច្រើនហ្មងបាទហើយអញ្ចឹងថ្ងៃនេះតំណេមកណាបាទហើយអត់មានកម្មវិធីទៅសម្ដែងដែរណាទេថ្ងៃនេះយើងខែទៅភាសាឲ្យកម្មវិធីវាមិនសូវមានដែរអញ្ចឹងការអីបានគេមិនការទេខែនេះទៅឆ្លៀតពេលតំណេពីយើងខតឋានីផ្សេងអីនៅក្នុងប្រទេសមកយើងថ្ងៃវាបានថ្ងៃ2ទៅនេះ5ថ្ងៃលក់ចឹងទៅបាទជាធម្មតាឈ្មោះពេញរបស់ពូឈ្មោះអីបាទឈុំប៊ុនឈឿនឈ្មោះពេញឈ្មោះពេញណាបាទប៉ុន្តែតែជែកហ្នឹងអ្នកណាអ្នកដាក់ឈ្មោះអីឬមកដាក់ឈ្មោះខ្លួនឯងបាទតែជែកហ្នឹងកាលនៅកំ pl ែងខ្ញុំនៅលេងល្ខោនស្រុកស្អាងជាមួយកុយមួយអីហ្នឹងដល់ពេលនេះកុយគេមកភ្នំពេញចឹងមកវាជាប់រឿងហ្នឹងអាហ្នឹងរឿងគាត់ចេញមកគាត់លេងចៅតបជែកកុយគេដាក់មុននេះកុយដល់កុយមកបាត់មកដល់ខ្ញុំចូលកំ pl ែងនៅនឹងវិញគេលេងរឿងតបជែកទៀតគេដាក់មុខជែកក្រោយបាទឥឡូវមកសុំភេសជ្ជៈមួយសិនបាទមានអីខ្លះបាទអូមានលក់ច្រើនមុខណាស់បាទមានសពគ្រប់បែបយ៉ាងមើលដាក់នេះមួយឲ្យបាត់ងុយគេសិនបាទនៅសុំទៅយោមួយបាទ
ngày nay bàn phượt đầm na cho cắt tí ní cái ta trâu lên pu tí bữa đấy và chỉ thò mà đá thọp từ lư kia này dây chẳng tới cái ta đã ra cũng play đến cái tha lục pu bàn mấy đặt đô một là bo đấy bọn hai một là bo bà ngải đó ngày nắng trùm ráng ngải phliêng chuột ngày lụa đấu còn bàn mán là lấy phliêng lang với ngải ban buôn đầm mất ngải ban buôn đầm mơn tặng đam tặng ca tặng đam tặng trong bạn hay sắp ngay là pu nơi mẹ gì thế nơi chung cái này nè bạn hay miên con trai của má nó sắp ngay đi mà con trai nhóm buôn nhé bàn tay nhóm châm mà đại chá nâng mùi để nơi sau còn ấy về gặp pria tha mình men gặp pria bông mà đái về gặp pria ca luôn nơi bị ọt lang phê chẳng nhông có do mình châm nó khơi là dương bị chiêu phê thì bụng mía cái thu tình mình thu kháng rồi thà thu anh châm việc ba do mình nơi riêng sâu để chân kháng còn thông tập bua kháng còn ca nghe tôi bơi chân này bọn ta mới chỉ phía bò là bú anh thì dây ban tha mình chỉ thu thi tê bọn ta ai chỉnh châm chỉ vượt ban bà con tay ở đây đai lọ nó cứ chặt bò là pu bà chỉnh châm khuôn phong chỉnh châm krong kru sa phong tham tang chỉnh châm môi cùng bia tiệt nè ban pu hay pu ban cho chỉ khuôn cho được không bị sai là bạn năng này không năm ná pu bà mà ponผมmuốn nói phải sập phải mồi hay thằng nóng chỉnh hoan nóng nơi đâu pu đâu co là gì bà pu cho tới cứ chỉ này complain từ món được mua cả tu ai vậy đó mà giống châu rồi đó giống liền cạch sọ liền ai xong chẳng đấy bà chỉ bị khang chi riêng mấy là pu miền chấm riêng chi riêng ấy khác là chi riêng sầm chi riêng bò rán nó chơi thằng ó bởi vì sầm bò rán bánh tua là tua chúa ban chiêng tua sầm lấy dương ắt ban cái miền nhẹ chiêng thì núi dương ắt chiêng chắc bà trước đập pe pu đa tua gặp lái chiêng đấy chiêng tích chứ bà chẳng có xong chụp điệp tham bờ sân chia luôn để niềng bong bông bị chưa product này chuyên đại control năng lực đặc chất bà tay ở chỗ chất bù chê nữa cái ta phơi đầm ná tam phơi chỉ lấy pi còn phơi trâu lên pu phong bà mà nó sổ lỗ đấy ta chê đạp lạ pan nan đấy đấy bà hay này không cầm thêm cho lên mỗi ngày ní mền mà cho lục pu tha đăng thà luôn lục pu miền ấy môn là công kết hai cặp một đậm chơi đấy nè cái là cho mà lên lục pu bà đặc chất gì nè complain gì nè sập bà lục pu ai thọp lên như đường chạy tôm chơi cả nó lên đá tua tua thì còn lóc phần tay cái hai quả chơi mà đây không ăn từ đấy đường nó miền đầm rơi ai tua gặp lai chiếng mà bắt được mới có giấy bị ấy khai đấy mà là khảo cả nó mà dừng lên tới gặp lấy chiếng bàn đấy dân trẻ chiếng lên vì đi phải nô tịch tua chân tới mà chút cái này nó đây là pu cha bảo rom chiên kia này không đường chạy tôm chơi đấy mà vâng chị tới cái lấy nó cái ao dừng lên cái lấy lụa bài lụa cào rồiចឹងណា bà cái lấy nó chiếng đấy miền chiếng bàn tay tua ong nó chiếng là bài cào bên nhom plei chùm non chiếng với du piចឹងប៉ុន្តែអាចចាំពាក្យខ្លះនៅក្នុងបទចម្រៀងហ្នឹងទេបាទ มันจำบทใส่ไอ้เจ๊จำบทหนุ่มน้อง bà lấyក្នុងនាមពូជា យើងច្រៀងมันចប់ព្រោះជារបៀបភាសាយើងច្រៀងគាត់ឲ្យគេសោយពីវិមាត្រ បាទឥឡូវក្នុងនាមលពូដែរជាអ្នកសិល្បៈមួយរូបហើយក្នុងនាមប្រជាពលរដ្ឋដែលចង់ដឹងដែលចង់ឃើញលពូច្រៀងពីព្រោះថាធ្លាប់ឃើញតែលពូច្រៀងលើឆាកបាទលពូច្រៀងនៅតាមឆាកតន្ត្រីអីផ្សេងតាមការប្រគំតន្ត្រីឬមួយក៏សិល្បៈប៉ុន្តែថ្ងៃនេះចង់ឲ្យលពូបន្លឺនៅបទចម្រៀងភាសាឬមួយក៏អីបន្តិចដើម្បីបញ្ញាអារម្មណ៍ប្រិមិត្តទស្សនិកជនថាលពូនៅតែអាចបំរើជូនក្នុងវិស័យសិល្បៈបានបាទ វាភាសាមិនច្រៀងយើងច្រៀងអត់ព្រោះទេ បាទអត់មិនសំខាន់ព្រោះមិនព្រោះសំខាន់គេចង់ស្ដាប់លពូជាអ្នកកំ pl ែងព្រោះលពូមិនមែនជាតួឯងទេណាបាទបាទអញ្ចឹងទស្សនិកជនចាំស្ដាប់ទាំងអស់គ្នាបាទអញ្ចឹងខ្ញុំរាប់ជូនពូបទអីក៏បានដែរបាទ 1 2 3 បាទ យើងច្រៀងបទបើយើងអត់ចាំបទទេបើយើងច្រៀងភាសាយើងចេះច្រៀងតាមទៅហ្មងណាបាទបើអញ្ចឹងព្រៃអើយព្រៃធំអើយ ជ្រុំមេស្រងាត់អើយបងលឺមាត់សัตว์អើយយំអើយអើងកងអើយមានប៉ាត់ពពូលអើយហើយនឹងត្រយ៉ងអើយ បងនាំនួនល្អងអើយទៅជួបមេត្តា
đây chưa biết đào còn bàn tay bắt chấm riêng tu ai chứ này bắt chấm riêng mà bắt được tu thọ lọc đây là pu vinh rồi pu sầm đai với mà lọc chứ thời chuyện đôi ta chuyện bắt lên rồi bài gì môi mình niêng ai pe cho một tật một ấy mà nó những chuyện bắt trong click đấy nè thôi mà đá sẽ là bạ cả na của phong tài lên của phong tài chọp tua này đôi phụ nhắn này bà ban việt từ bà ngay chân đấy cào bị chụp lên mất đôi thà vậy cho đôi chơi cô mấy cái cả na dừng lại rồi đôi lừa sát đôi miền ấy can dương mùi bà viên việt từ bà nực khơi nhằng đôi bị cho một bên trắng thì ai lên sau ấy đôi hôm khơi bà xong bây giờ bịa rương của play ấy đây là pu thọp miên má cô của bạn vậy đấy vừa đấy lấy trên nó chạm mà bà pu miên rương của play ấy ngay chỗ tôi rương muối xong rương muối trà nó có nơi sài rồi nơi sài tiệc quạt nó đi xòm ra nè sài tiệc họ sẽ bới ở niệm say rồi niệm say tạ gì nó có phải thà bà anh là thiệt là khấu màu bánh tinh thì cô là bay hôn mà chùa niệm phong rồi ta nó còn thiệt khấu nó ti krong ba tư rồi ngày còn vơ mà vĩnh quạt phịch để cô còn miền ban tinh ấy vậy còn đầm bài khổm ấy ta con sầm ăn lưới con sẽ khao treo dừng lừa lâu nắng đó đâu con sầm ăn pu màu chân màu và lo hà nút nâng đâu pu mất thôi mà ra khao cam thử vì huynh chương á còn pu mất con thiệt mà ai ở nút nâng đó ai bà nút vậy còn cô bái con người mưa lưới dí cái cha sẽ nằm nó ấy bo thì cô hùa nút á còn này còn on nữa sao còn làm là đôi lưới còn tiền nhân ta nó nga còn thà ê anh ơi tên nhà bay huấn cái cha anh tên mà tặc pi mà khơi bo hùa nút bay cả nút đó đọc nga mới ta về ta cái số đây cô lên á vậy cái đó anh khơi thì là ai bà nút lo thằng mình gặp vậy còn bữa thế miền đây cô nữa vậy chắc bỏ tại nhá cô tại pi đây đây cô tại nhá ta mà hướng là cả các bạn đang miền ở chợ tiếp luôn á và con na prima từ lịch chun ngày này cứ chỉ rư môi sai sờ bàiในขนมกรรมทิพย์จะมวยได้ตัวอัปสรากรมการเงินยมบานผู้ดำเนินการในหาโจเลยปูใบจังสายจิตทำให้ลงติดยมบานในได้จุ่มเรียบจุนปริมาณจุนบองโอนไปเจอปรดต่างอได้ความตรผู้เจกได้จินศิลปะระบายมือรูปได้มีการคัดคอมปรังไพรนำใบจีบพิบครูซาระบกวดบาสันจินลูกในนิ่งผู้ดำเนินฉลองกัดเพลย์จิเลยปีกับเพลย์โจเลยกอดพ้องบาดคือโตบแต่เจกบาลุเพเจกรมกก้นปูจุนโปลูปูจูปเตะตาได้สักได้สบายมาจีบเส้นกระดากำลังม้วนม้วนให้ประกอบกิจการเงินศิลปะหรือมวยก็กิจการเงินจำครูสางกันกันแต่ที่จำร้านปุ๊นะบาดเอาคนไหนเลยยึงทั่วดำนาแต่หมกเตี้ยดำใบตือทอดกำทีเตลิดมวยจิมต่อบาสมใจไหมปริมาตุสนิกชนได้กระปงตุสนากรรมทิพย์เตลิดมวยมันในเด้งดีนาบันจุ่มเรียบชนปริมาตุสนิกชนโดยหายทางกรรมทิพย์เตลิดมวยในแต่ทั่วดำนาแต่กรุบตีกันไล่ต่างดำใบตือทอดประดับโยรูเพียบเอาไว้ดับพลายเอาไว้ดอกจามบอกมหาชนปริมาตุสนิกชนโดยช่องบาสันเจลุกเนี่ยตัวบานปรมีนเอาไว้ดับพลายเอาไว้ดอกจ้าส่งพดลมากันกรมการเงินยมตามเดียตุรศัพท์ในโซนปีประมวย134 นุกรมการเงินยมจกตัวทอดประดับโยกรุบพิจารณาบงหางจูนลุกเนี่ยจังหายในเปได้ลูกในเนียงทั่วดำนาแต่กรุบตีกันไหลในเปได้เคยบองปอนเยอะหรือมวยก็ได้ลูกในเนียงจัดตกท่าเวียเชิงพลายได้พลายในขนมอารมณ์ลูกในเนียงอาจทอดรูปในขนมวิดีโอคลิประบอบลูกเนี่ยไอ้พญามากันกรรมที่ระบอบยิงคือกรรมที่เตลิดมวยในสถานีตรวจตัวอับสรายิ่งขยมก็อาจจะสายจูนในเอาไว้ได้ลูกในเนียงบานพญามากันกรมการเงินยิ่งขยมก็สมทลายเราคนอย่างเชี่ยวชาญจุดปูตุสนิทชนได้แต่งแต่เอาดมไล่ปีประพบปอดเมียนมันจะดีสงบให้แต่งแต่บานพัดดอในการความตรหนังตุสนาเจริญระหดหมกจีบใส่ยืงบานการอุปธรรมปีอสดโบราณสัญญาคลาขมุมสมทนามโดยครูลีบุญรัตน์ผู้การสัตย์จีบานจมือตูแต่กรุบมกปีเสจมือติดตักนุสมเจนแต่จูบลูกครูลีบุญรัตน์จ่อบานลูกครูนังช่วยจีบาจุนลูกในเนียงไอชับเชียสบายหรือมวยกันลูกในเนียงไอตุรสัตย์การเลยโซน60 ปีการสับกดโซนโซนยังกบานการช่วยอุปธรรมปีบรรทุบปีนัดปีกรุบชีบาโรคเชอร์โมเฮลลูกในนี้ได้มีปัญหาหรือเละจุ่มมหรือโดนจุ่มมได้บรรดาหมกปีอาการะประดาไซอุตสาหกรรมด่าจะดาม
ឧស្សាហ៍រយកញ្ចឹងកជាដើមនោះគឺអាការៈបែបនេះធ្វើឲ្យលោកអ្នកនាងអាចដឹងថាវាបណ្ដាលមកពីឬដូងច្រមុះឬមួយក៏រលាកច្រមុះនោះហើយអញ្ចឹងសូមកុំទុកយូរទៅជួបជាមួយនឹងគ្រូពេទ្យចំណានជំនាញនៅបន្ទប់ពិនិត្យពិគ្រោះព្យាបាលរោគច្រមុះហែលដែលមានអាស័យដ្ឋាននៅទល់មុខនឹងច្រកចូលរថយន្តក្រោមដីផ្សារសវណ្ណារាជធានីភ្នំពេញលោកអ្នកនាងអាចទូរស័ព្ទទៅកាន់លេខ016 861 568បាទខ្ញុំបាទជម្រាបជូនលេខទូរស័ព្ទម្ដងទៀតគឺ016 861 568ឱសថបុរាណសញ្ញាកូនភ្លោះលោកអ្នកនាងដែលការយូរឆ្នាំគ្មានបុត្រធីតាសូមអញ្ជើញពិសាឱសថបុរាណសញ្ញាកូនភ្លោះនោះលោកអ្នកនឹងបានបុត្រធីតាដោយបំណងសូមទូរស័ព្ទទៅកាន់លេខ097 29 29 229នោះលោកអ្នកនឹងបានដោយបំណងហើយឥឡូវនេះកម្មវិធីផ្ទះលេខ1បានទទួលព័ត៌មានពីបងប្អូនប្រជាពលរដ្ឋយើងដែលរស់នៅក្នុងទឹកដីនៃខេត្តតាកែវដែលគាត់ថាគាត់នឹងមានទេពកោសល្យអ្វីប្លែកដើម្បីបង្ហាញជូនលោកអ្នកនាងនៅក្នុងកម្មវិធីផ្ទះលេខ1យើងខ្ញុំមិនទាន់ដឹងដល់ឡើយថាតើគាត់មានឈ្មោះអ្វីហើយមានទេពកោសល្យធ្វើអ្វីនោះទេឥឡូវសូមលោកអ្នកនាងទៅជួបជាមួយនឹងពួកគាត់តែម្ដងថាតើគាត់មានទេពកោសល្យអ្វីបាទសូមជម្រាបបាទអូយបងអើយបងធ្វើអីហ្នឹងបាទមានសួរសុខសប្បាយទេបាទនេះហើយពងជូតល្មកណាជួយឲ្យស្អាតរបស់យើងមុខរបររបស់យើងមុខរបររបស់បងអូនណាបាទអរគុណហើយបងអូនហ្នឹងដែលជាអ្នកផ្ដល់ព័ត៌មានទៅកាន់ក្រុមការងារខ្ញុំថានឹងមានទេពកោសល្យអីបង្ហាញនៅក្នុងកម្មវិធីផ្ទះលេខ1ហ្នឹងហ្នឹងហើយអូបាទអរគុណហើយកំពុងតែខ្ញុំឆ្ងល់នេះឃើញកង់3របស់បងអូនហ្នឹងគឺដាក់ល្មកបៀតរត់ឆ្ងាយផងបាទឆ្ងាយព្រោះថាឲ្យតែមានតេតជនតេមកគឺទៅតែម្ដងអូទៅខាងណាឲ្យតែគេថាទៅសៀមរាបភ្នំពេញកំពង់សោមបាទកំពង់សោមភ្នំពេញបៃលិនភ្នំពេញរតនគិរីអូរត់ឆ្ងាយផងឆ្ងាយអូហើយធ្លាប់ទៅកំពង់សោមពីរដងហើយអញ្ចឹងណាហើយកពតក៏ទៅច្រើនដងដែរបាទហើយអបមកថាឥឡូវត្រូវការម៉ៅពីភ្នំពេញទៅកំពង់សោមទៅមកយកប្រហែលដេកមួយយប់អីចឹងណាដេកមួយយប់ហ្នឹង$150អូចង់ប្រហែលឡានដែរណាចង់ប្រហែលឡានប៉ុន្តែជួនកាលគេចង់ជិះរបៀបរំហែកាយយើងជិះទៅឈប់តាមផ្លូវក៏បានជិះទៅចូលកន្លែងណាមួយដែលគេត្រូវទៅទៀតយើងដូចថាបំពេញលក្ខណៈមួយថ្ងៃហ្នឹងឲ្យពេញសម្រាប់ភ្ញៀវដែលត្រូវជិះកង់3ហ្នឹងតាមអូបាទហើយចុះបៃលិនធ្លាប់ទៅនៅបៃលិននៅអត់ទាន់មានអ្នកជួលទៅបាទចុះរតនគិរីនៅដែរបានដាក់សិនណាបាទសង្ឃឹមថានឹងមានអតិថិជនទៅហ្នឹងហើយប៉ុន្តែលោកគឺថាត្រូវតែទទួលទៅណាទទួលទៅតែម្ដងបាទប៉ុន្តែរាល់ថ្ងៃក្រៅគេអត់ជួលទៅសៀមរាបជួលទៅកំពង់សោមអញ្ចឹងនៅរត់ភ្នំពេញអញ្ចឹងហ្នឹងហើយទៅមកពីតកែវទៅភ្នំពេញពីតកែវភ្នំពេញតកែវផ្សារត្រាំខ្នាទៅពីផ្សារត្រាំខ្នាទៅណាបាទហើយមួយថ្ងៃអាចបានប្រហែលជើងទេលោកបាទបើមានភ្ញៀវច្រើនមួយថ្ងៃបានដល់3ជើងអូបាទទៅអញ្ចឹងគិតប៉ុន្មានឬគឺទៅមកគិតមិនទៅមកគិត$20ទៅមក$20អូអញ្ចឹងបើមួយថ្ងៃលោកបាន12ជើងគឺគ្រប់ហើយណាជួនកាល2ជួនកាល3ជួនកាល1ជើងអាយ៉ាល្អមែនតើអរគុណណាស់ឃើញថានេះគឺជាមុខរបរមួយដែលគេថាលោកពេញចិត្តនឹងធ្វើណាបាទគេថាលទ្ធភាពយើងធ្វើប៉ុណ្ណឹងគឺគប់គួរសម្រាប់យើងបាទហើយសុំទោសលោកឈ្មោះអីដែរបាទខ្ញុំឈ្មោះសុកមែនណាបាទលោកមែនរស់នៅក្នុងភូមិអីឃុំអីស្រុកអីដែរបាទខ្ញុំនៅភូមិត្រាំខ្នាឃុំសុភីស្រុកបាទីខេត្តតាកែវណាអរគុណបាទហើយឮថាលោកអាចផ្ដល់ព័ត៌មានទៅកាន់ក្រុមការងារយើងខ្ញុំនឹងលោកមានទេពកោសល្យអ្វីដើម្បីបង្ហាញជូនទស្សនិកជនទេបាទទេពកោសល្យរបស់ខ្ញុំគឺពោះខ្ញុំនឹងធំមកលើបានធំទៅក្រោមបានហើយនឹងតប៉ែតធំសងខាងអញ្ចឹងបាទហើយមានមួយទៀតគឺដាក់ក្មេងនៅលើហ្នឹងយើងប្រឹងទៅគឺខ្ទាតក្មេងនឹងក្លោតែម្ដងបាទអញ្ចឹងមិនមែនថាតែរបស់ខ្ញុំមិនមែនថាលោកមានកម្លាំងខ្លាំងអាចលើកលំអហោះអីពេលស្ទះចរាចរណ៍អីទេអត់ទេបាទអញ្ចឹងពេលស្ទះចរាចរណ៍យើងមកជាហៀងបានអញ្ចឹងពេលស្ទះចរាចរណ៍ម្ដងលោកមានអារម្មណ៍ថាម៉េចដែរបាទស្ទះចរាចរណ៍មានអារម្មណ៍ថាដូចហិតផ្សែងឡើងផ្សែងម៉ូតូហ្នឹងដូចថាឈ្ងុយគួរអត់ចង់ហិតទៀតបាទក្នុងនាមលោកជាអ្នករត់ម៉ូតូលំអម៉ូតូអញ្ចឹងហើយជាអ្នកធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញផងនៅតាមបណ្ដាខេត្តផងការស្ទះចរាចរណ៍ម្ដងលោកយល់ឃើញថាបណ្ដាលមកពីអ្វីដែរបាទមកទី1គឺអ្នកបើកបរអត់សូវមានដូចថារៀនច្បាប់ចរាចរណ៍គ្រប់គ្រាន់ហើយទី2មកគឺផ្លូវតូចចង្អៀតហើយទី3មកគឺភ្លើងសញ្ញាចរាចរណ៍យើងជួនកាលអត់មានគ្រប់គ្រាន់បាទក្នុងនាមលោកជាប្រជាពលរដ្ឋមួយរូបដែលប្រកបមុខរបរនៅលើទ្រូងផ្លូវអញ្ចឹងលោកមានសំណពរអ្វីទៅកាន់ប្រជាពលរដ្ឋ
យើងទូទៅហើយក៏ដូចជាអាជ្ញាធរមានសង្កាត់មានសមត្ថកិច្ចដែលពាក់ព័ន្ធបាទ បាទខ្ញុំសូមជូនដំណឹងនេះទៅដល់អាជ្ញាធរសូមឲ្យអាជ្ញាធរដាក់ការណែនាំដល់ជាពលរដ្ឋយើងដែលធ្វើដំណើរនៅលើដងផ្លូវទាំងអស់គ្នាសូមឲ្យគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាដើម្បីសុវត្ថិភាពគ្រប់គ្នាបាទបាទ អញ្ចឹងណាបាទអញ្ចឹងមានន័យថាមិនមានន័យថាសមត្ថកិច្ចលោកមិនខំប្រឹងប្រែងទេ គាត់ខំប្រឹង គាត់ខំប្រឹងទេប៉ុន្តែ តែនៅលើប្រជាពលរដ្ឋ មិនគោរពច្បាប់ចរាចរណ៍គឺគាត់មិន ហ្នឹងហើយជួនកាលពេលគាត់ចុះពេលថ្ងៃអញ្ចឹងទៅពេលរសៀលពេលយប់អីចឹងទៅគាត់អត់ពាក់មួកសុវត្ថិភាពហើយគាត់បើកបោក្នុងស្ថានភាពស្វឹងហើយបើកលឿនហើយបើកជែងក្នុងតំបន់ដែលគ្រោះថ្នាក់ឡានមកពីមុខហើយខំប្រឹងថែមទៀតដល់ពេលហើយម៉ាស៊ីនគាត់មិនសូវថាស្ទុះខ្លាំងទៅដល់ប៉ះគ្នានឹងបណ្ដោយក៏មានដែរ បាទអញ្ចឹងសូមសំណូមពរជួបច្រើនគ្នាណាដើម្បីសុវត្ថិភាពយើងឥឡូវយើងងាកមកក្នុងកម្មវិធីផ្ទះលេខ11វិញបាទឥឡូវនេះលោកនាងកញ្ញាប្រិមិត្តទស្សនិកជនលោកមែនណាគាត់បានជម្រាបជូនទស្សនិកជនហើយគាត់ថាគាត់មានទេពកោសល្យអាចបង្ហាញជូនប្រិមិត្តដែលកំពុងទស្សនាកម្មវិធីផ្ទះលេខ1អញ្ចឹងហើយឥឡូវនេះសូមទស្សនាពីសកម្មភាពរបស់លោកមែនថាតើគាត់ធ្វើអ្វីបានខ្លះហើយសូមជម្រាបថាវគ្គនេះនាំមកជូនលោកអ្នកដោយឱសថបុរាណថ្ញាខ្លាឃ្មុំផ្សំថ្នាំដោយលោកគ្រូលីប៊ុនរិទ្ធពូកាស័ក្តិសិទ្ធិព្យាបាលជំងឺទូទៅគ្រប់មុខបើសិនជាលោកអ្នកមានអាការៈផ្សេងៗពិសេសជំងឺតិចទឹកសូមអញ្ជើញទៅជួបលោកគ្រូលីប៊ុនរិទ្ធពិតជាមិនខុសបំណងទេលោកអាចជម្រាបជូនទស្សនិកជនសារជាថ្មីបាទមិញគេថាសម្ដែងអំពីអ្វីខ្ញុំបាទដូចមិនចាំច្បាស់បាទសំដែងពីក្បាលពោះហ្នឹងធ្វើមកលើធំទៅក្រោមក៏ធំបានបាទហើយតប៉ែតចេះ អញ្ចឹងណា ហ្នឹងហើយហើយតប៉ែតហើយមានក្មេងហ្នឹងជិះពីលើមកប្រឹងទៅទៀតក្មេងហ្នឹងគឺក្មេងហ្នឹងខ្លាំងមែនតើបាទយើងអត់មានប្រឹងរាងកាយទេគឺប្រឹងក្បាលពោះហ្នឹងគឺក្មេងខ្ទៀតហើយអង្គើខ្លាំងតែម្ដងបាទលើមើលលោកមែនតោះដល់អាវចឹងហ៎ដល់អាវតោះដល់អាវអីយ៉ាអឹបបង្ហាញសាច់បាទយ៉ាងសង្ហាមួយមើលបាទមកឈរក៏ឈរមើលសម្ដែងរបៀបនេះយើងមិនទាន់ដឹងថាលោកសម្ដែងរបៀបម៉េចបាទអរគុណមើលមកពីខាងមុខចាយើងអាចដឹងណាបាទអញ្ចឹងលោកឈរអញ្ចឹងមកចំអញ្ចឹងមកបាទស្រួលកាមេរ៉ាគេសេរីចំបាទនេះធំខាងលើឥឡូវចាប់ដើមបាទលើធំខាងលើបាទលើអូធំអាយ៉ាអូធំអូធំលើថតពីមៀងឃើញច្បាស់ជិះមើលធ្វើឃើញចាប់ឃើញធំធំខាងលើឥឡូវធំខាងក្រោមធំខាងក្រោមវិញយ៉ាសេរីបានទេណាបាទជួយមើលចង់អត់ឲ្យធំពោះហ្មងបានទេបាទបានដកចឹងបាទមួយទៀតតប៉ែតបាទតប៉ែតអូតប៉ែតចឹងហ្មងបាទអូបាទហើយចាក់ទឹកលោកបាពោះទៀតចាក់បានតិចតួចចាក់បានតិចតួចអូយ៉ាបាទហ្នឹងគ្រាន់តែសរុបសេចក្តីសិនណាបាទសរុបសេចក្តីសិនបាទប្រិមត្តទស្សនិកជនគេថាជាទេពកោសល្យពីធម្មជាតិរបស់លោកតែម្ដងឬមួយក៏មិនបាទក្បាលពោះនេះតាំងពីខ្ញុំអាយុ17ឆ្នាំម្លេះបាទនិយាយរួមតាំងពីតូចមកអាយុ11ឆ្នាំអូធ្វើអញ្ចឹងបានធ្វើបានប្រាំងក្បាលពោះបានបាទឥឡូវនេះប្រិមត្តទស្សនិកជនចង់ឲ្យលោកមែនសេរីក្បាលពោះម្ដងទៀតចាំមើលគាត់សេរីដាក់ទៅលើដាក់ចុំមកក្រោមដាក់ឲ្យតប៉ែតអីមិនណាបាទអញ្ចឹងខ្ញុំបានរាប់ជូន1 2 3អឹបបុបអូធំបាទឡើងមកលើឥឡូវទៅក្រោមវិញអឹបធ្វើបានដូចខ្ញុំធ្វើបានដូចអត់អឹបអានេះមិនតប៉ែតអឹបអូបាទតប៉ែតឃើញរូបសិតគ្រូវាមកបាទឃើញណាតប៉ែតបាទឥឡូវមួយទៀតចាក់ទឹកឡអូយ៉ាបើដើមបាទវគ្គនេះនាំមកជូនលោកអ្នកដោយឱសថបុរាណសញ្ញាកូនភ្លោះលោកនាងដែលការយូរឆ្នាំគ្មានបទធីតាសូមបញ្ចេញពីសារឱសថបុរាណសញ្ញាកូនភ្លោះទូរស័ព្ទទៅកាន់លេខ097 29 29 229បើអញ្ចឹងដោយសារកម្មវិធីផ្ទះលេខ1យើងនឹងចិត្តដល់ទីបញ្ចប់ហើយបាទលោកមែនក៏ថាគាត់សូមផ្ញើជូននៅក្តីនឹករលឹកនឹងបទចម្រៀងបទអីបន្តិចតួចជូនទៅប្រិមិត្តទស្សនិកជនហើយបើសិនជាលោកនាងមានព័ត៌មានអ្វីដែលប្លែកសូមផ្ដល់មកកាន់ក្រុមការងារខ្ញុំចឹងសូមស្ដាប់លោកមែនបន្តិចបាទសូមជ័យបាទ1 2 3បាទរសៀលកងភ្នំចិត្តយំមិនចេញអើយចិត្តបងទុនទិញតែឈ្មោះបុផា
ស្រឡាញ់អូនណាស់ណាស់ម្ចាំងចិនដាសេចក្តីស្នេហាថ្លៃថ្លាកនឡងបាទព្រោះបាទមកបត់ទាំងបានហើយមិនអីដែលថាពេលវេលាយើងខ្លីណាលោកមែនណាបាទអរគុណថ្ងៃក្រោយមានចាំថែមមកបត់ពីបត់អីទៀតចាត់ទុកជាការផ្ញើនៅសេចក្តីនឹករលឹកជូនដល់ទស្សនិកជនដែលកំពុងទស្សនាកម្មវិធីផ្ទះលេខ1បាទដូចជាខ្ញុំបាទជម្រាបចឹងហើយលោកមែនគាត់មានទេពកោសល្យតិចតួចទេដើម្បីបង្ហាញជូនប្រិយមិត្តទស្សនិកជនទស្សនាកម្សាន្តនៅក្នុងកម្មវិធីផ្ទះលេខ1ហើយសម្រាប់ពេលនេះខ្ញុំបាទនឹងលាពីលោកអ្នកនាងទៅត្រឹមប៉ុណ្ណេះហើយផ្ដល់ភារៈនេះជូនទៅអ្នកនាងឌីលីណាវិញបាទសូមជើញចាគឺរាប់ទាំងទស្សនីយភាពទាំងអស់នៅក្នុងកម្មវិធីរបស់យើងលោកស្រីនាងកញ្ញាបានទស្សនាហើយគឺសមត្ថភាពពិសេសរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តហើយនាងខ្ញុំក៏សូមជម្រាបផងដែរថាបើសិនជាមិត្តភ័ក្តិក៏ដូចជាពុកម៉ែបងប្អូនចាមានកម្មវិធីអ្វីក៏ដូចជាមានអ្វីដែលពិសេសនឹងប្លែកតាមរយៈសមត្ថភាពរបស់បងប្អូនប្រជាពលរដ្ឋចាចង់ឲ្យកម្មវិធីរបស់យើងចុះទៅផ្ដិតយករូបភាពផ្ទាល់ចាកុំភ្លេចទំនាក់ទំនងមកកាន់ស្ថានីយ៍ផ្ទាល់ក៏ដូចជាតាមរយៈលោកសុកសំណាងចាហើយនឹងក្រុមការងារផងដែរសម្រាប់ពេលនេះកម្មវិធីក៏ឈានចូលដល់ទីបញ្ចប់នេះខ្ញុំក៏សូមថ្លែងអំណរគុណចំពោះពុកម៉ែបងប្អូនចាដែលតែងតែចំណាយពេលវេលាដ៏មានតម្លៃតាមដានទស្សនាកម្មវិធីតាំងពីដើមរហូតដល់ចប់ហើយក៏សូមអរគុណជាមួយនឹងបណ្ដាក្រុមហ៊ុននិងផលិតផលមួយចំនួនតែងតែឧបត្ថម្ភនៅក្នុងកម្មវិធីរបស់យើងក៏បានការជួយឧបត្ថម្ភពីបន្ទប់ពិនិត្យពិគ្រោះព្យាបាលរោគច្រមុះហែលលោកអ្នកដែលឧស្សាហ៍ឈឺក្បាលតាំងច្រមុះឧស្សាហ៍ផ្ដាសាយនិងកណ្ដាស់ជាដើមសូមប្រញាប់រុះរាន់មកពិគ្រោះនិងព្យាបាលនៅបន្ទប់ពិនិត្យពិគ្រោះព្យាបាលរោគច្រមុះហែលការព្យាបាលមិនវះកាត់មិនដុតឡើយដាក់ថ្នាំរយៈពេល20នាទីគ្មានហើមគ្មានឈាមលោកអ្នកអាចប្រកបកិច្ចការងារជាធម្មតាអាសយដ្ឋានផ្ទះលេខ Z62 ផ្លូវគោទល់មុខច្រកចូលចំណុចរថយន្តក្រោមដីផ្សារសវណ្ណារាជធានីភ្នំពេញទូរស័ព្ទលេខ016 861 568 017 226 388ឱសថបុរាណសញ្ញាកូនភ្លោះលោកអ្នកការយូរឆ្នាំហើយគ្មានកូនសូមប្រើឱសថបុរាណសញ្ញាកូនភ្លោះអាសយដ្ឋានទី1ផ្លូវ2004រាជធានីភ្នំពេញអាសយដ្ឋានទី2ខាងកើតផ្សារបាងកុកខេត្តកំពង់ចាមអាសយដ្ឋានទី3នៅទល់មុខស៊ីតេនសាំងប្រលានយន្តហោះពោធិ៍ចិនតុងទូរស័ព្ទលេខ012 29 89 26 097 29 29 229ឱសថបុរាណសញ្ញាខ្លាឃ្មុំផ្សំថ្នាំដោយលោកគ្រូលីប៊ុនរិទ្ធពូកែស័ក្តិសិទ្ធិព្យាបាលជំងឺគ្រប់មុខពិសេសជំងឺទីទឹកឲ្យឆាប់ជាសះស្បើយផ្ទះលេខ134ផ្លូវលេខ130គុតខាងកើតផ្សារធំថ្មីត្រង់ទៅមាត់ទន្លេទូរស័ព្ទលេខ067 9គុត0909ហើយនាងខ្ញុំក៏សូមគោរពជូនពរចំពោះពុកម៉ែបងប្អូនទាំងអស់សូមឲ្យជួបប្រទះតែនឹងសេចក្តីសុខគ្រប់ក្រុមគ្រួសារជាពិសេសនោះសូមបើកបរមានការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាសម្រាប់មិត្តយុវវ័យសូមឆ្លើយថាទេចំពោះគ្រឿងញៀនសម្រាប់ពេលនេះនាងខ្ញុំឌីលីណាសូមអរគុណសូមគោរពលាជួបគ្នានៅក្នុងសប្តាហ៍ក្រោយតាមពេលវេលានិងម៉ោងដដែល